សម្រាប់បងប្អូនយើងដែលប្រើទូរស័ព្ទ iPhone ហើយចង់ update version ហ្នឹងហើយបងប្អូនអាចធ្វើការ update ឡើងបានខ្លួនឯងណាហ្នឹងហើយបងប្អូនគ្រាន់តែចូលមកកាន់ setting ចឹងមកហ្នឹងហើយអញ្ចឹង iPhone នេះគឺជា iPhone XS Max ទេបងប្អូនណាបាទហើយវាទាមទារឲ្យ update អញ្ចឹងទូរស័ព្ទដែលវាទាមទារឲ្យយើង update បាទពេលដែលបងប្អូនចូលមកកាន់ setting ហើយបងប្អូននឹងឃើញមានពាក្យមួយគេដាក់ថា software update available ហ្នឹងហើយមានពណ៌ក្រហមលេខ1នៅខាងក្រោមបងប្អូនមិនមែនលើទេបាទលើគឺ iCloud ហ្នឹងហើយអញ្ចឹងពេលដែលយើងចូលមកកាន់វាមកបងប្អូនឃើញនេះឃើញទេបងប្អូនបាទអញ្ចឹងសម្រាប់ XS Max វាឲ្យយើងឡើងទៅដល់ 18.7.6 ហើយសម្រាប់ការ update នេះបងប្អូនគួរតែ update នៅពេលណាដែលយើងទំនេរបាទជាពិសេសនៅពេលយប់ក៏បានដែរបងប្អូនបាទហើយយើងត្រូវបើក Wi-Fi update បានស្រួលបាទ update តាម SIM ក៏បានដែរគ្រាន់តែវាចំណាយពេលរៀងយូរបន្តិចហ្នឹងហើយម្យ៉ាងទៀតបងប្អូនត្រូវបញ្ចូលថ្មឲ្យបានលើសពី 50% ឡើងទៅក៏កាន់តែល្អបាទឬមួយក៏ 100% ហ្មងក៏បានដែរហ្នឹងហើយអញ្ចឹងបើចង់ update បងប្អូនគ្រាន់តែចុចនៅលើពាក្យ install now មកកន្លែងនេះមកបាទចុចកន្លែងហ្នឹងណាហ្នឹងហើយពេលយើងចុចកន្លែងទៅវាចាប់ដើមធ្វើការ download រយៈពេលប្រហែលជា20នាទីបាទហ្នឹងហើយវាអាស្រ័យទៅលើល្បឿនអ៊ីនធឺណិតបងប្អូនណាហ្នឹងហើយយើងអាប់ដេតតាមហ្នឹងបងប្អូនបាទវាមានសុវត្ថិភាពបាទបើសិនជាបងប្អូនយកទៅឲ្យគេអាប់ដេតនៅតាមកុំព្យូទ័របងប្អូននឹងបាត់ឯកសារហើយមួយវិញទៀតបើសិនជាទូរស័ព្ទបងប្អូនមាន iCloud នៅក្នុងហ្នឹងហើយបងប្អូនមិនស្គាល់ iCloud ទេបាទពេលអាប់ដេតទៅវាប្រកាសជាជាប់ iCloud ហើយបើសិនជាយើងអាប់ដេតតាមដៃយើងខ្លួនឯងវាអត់មានបញ្ហាអីជាប់ iCloud ទេហើយរូបថតវីដេអូក៏អត់មានបាត់ដែរហើយនេះគឺជា iPhone 13 Pro Max របស់ខ្ញុំដែលវាទាមទារឲ្យអាប់ដេតដែរហើយខ្ញុំក៏បានចុចនៅលើពាក្យ install now រួចហើយដែរបាទឥឡូវវា download រួចហើយខ្ញុំគ្រាន់តែចូលមកកាន់ setting ចូលមកកាន់ general ហើយចូលទៅកន្លែង software update ហ្នឹងហើយអញ្ចឹងមកដល់កន្លែងនេះបងប្អូនបាទខ្ញុំចុច install រួចហើយសម្រាប់ iPhone 13 Pro Max version ឡើងទៅដល់ 26.3.1 ហើយខ្ញុំក៏បានធ្វើការចុច update download រួចរាល់ហើយដែរហ្នឹងហើយដូចខ្ញុំបង្ហាញបងប្អូនឲ្យចុចនៅលើ iPhone XS Max មិនអញ្ចឹងហ្នឹងហើយពេលដែលយើងចុចទៅវាចាប់ផ្ដើមធ្វើការ download បាទពេល download រួចហើយវាចេញសញ្ញាគ្រីសពណ៌ខៀវអញ្ចឹងហើយវាដាក់ពាក្យថា update now ហើយនៅលើពាក្យ update now ពីរជួរនៅខាងលើហ្នឹងគេក៏បានបញ្ជាក់ប្រាប់យើងហើយដែរថាវានឹងធ្វើការ update ដោយខ្លួនឯងណាបងប្អូនបាទវាធ្វើការ update ខ្លួនឯងនៅពេលណាដែលយើងធ្វើការ lock សោបាទយើងចាក់សោហើយវាមានថ្មគ្រប់គ្រាន់បាទវានឹងធ្វើការ update ខ្លួនឯងអូតូហើយទោះបីយើងមិនចុច update ក៏វានឹង update ដែរហើយបើយើងចង់ update ឥឡូវយើងគ្រាន់តែចុចនៅលើពាក្យ update now ពណ៌ខៀវហ្នឹងមកបាទហើយបងប្អូនរងចាំតិចវានឹងរលត់បាទហើយវានឹងចេញ Apple មកវិញហើយចំណែកខាងនេះវិញនៅគាំងតំណឹងអត់ download ទេបងប្អូនបាទអញ្ចឹងបានថាពេលដែលយើងចង់ update តោះតែបងប្អូនបញ្ចូលថ្មឲ្យច្រើនមកហ្នឹងហើយយ៉ាងហោចណាស់ក៏បាន 50-60% ឡើងទៅដែរអូខេអញ្ចឹងយើងគ្រាន់ចាំតិចបានតិចទៀតវាលុតលើហើយស្រួលទេបងប្អូនបាទយើងគ្រាន់តែទុកវាចោលទៅនេះលុតបាត់អីឃើញទេហ្នឹងហើយតិចទៀតហ្នឹងវាចេញ Apple មកវិញយើងគ្រាន់តែចាំមិនដល់2នាទីផងបាទវាចេញមកវិញបាទហើយយើងអត់ចាំបាច់ធ្វើការ activate អីទេបងប្អូនបាទងាយស្រួលមែនតើបាទវាយូរតែពេលវា download ទេបាទហើយពេលដែលវា download ហើយវាចេញឲ្យពាក្យថា update ដោយខ្ញុំចុចបង្ហាញមិញអញ្ចឹងណាបាទចុច update ហើយលឿនទេបងប្អូនបាទហើយទូរស័ព្ទខ្លះគាត់គ្រាន់តែបើក Wi-Fi ចោលវា download អូតូវា update ខ្លួនឯងអីខ្លួនឯងបាទភ្លឺឡើងចេញមកវិញឡើង version ហើយបាត់ហ្នឹងហើយអញ្ចឹងបានបងប្អូនខ្លះគាត់ធ្លាប់ឃើញទូរស័ព្ទស្រាប់តែចេញផឹកឡើងស្រាប់តែចេញមក Hello ហ្នឹងហើយអញ្ចឹងហ្នឹងមូលហេតុដោយសារតែយើងបើក Wi-Fi ចោលហើយវាធ្វើការ update ណាបាទតែចំណែក iPhone 13 Pro Max ខ្ញុំនេះយើងចុច update ទៅបាទវា install ហើយចេញមកវិញវាអត់មានពាក្យ Hello អីទេបងប្អូនបាទសម្រាប់បងប្អូនដែលទើបចូលមកថ្មីបាទកុំភ្លេចជួយចុច like បាទក៏ដូចជាចុច subscribe ម្នាក់មួយផងបងប្អូនណាបាទដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃបាទតាក់ទងទៅនឹងចំណេះដឹងទូទៅនៅលើទូរស័ព្ទដៃយើងអូខេបន្ទាប់ពីយើងរងចាំរយៈពេលប្រហែលជា7-2នាទីបាទវាចេញមកវិញអញ្ចឹងបាទគ្រាន់តែយើងដោះសោទៅយើងប្រើវិញបានធម្មតាហ្នឹងហើយអត់មានចាំបាច់ activate បាទចេញ Hello អីដូចមុនទេបងប្អូនបាទសម្រាប់ version 26ឡើងចុងក្រោយនេះបងប្អូនបាទស្រួលមែនតើមិនដឹងថាម៉េចវាអត់ឲ្យចេញ Hello ដូចមុនបាទកាលពីមុនយើង update រួចទៅវាឲ្យយើងHello ណាបងប្អូនបាទវាចេញ Hello ឲ្យយើង activate វាអញ្ចឹងយើងគ្រាន់តែចូលមកកាន់ setting ចូលមកកាន់ general ចូលមកកាន់ about ហ្នឹងហើយបងប្អូននឹងឃើញមាន version ចុងក្រោយដែលយើងបាន update មិញនេះឃើញទេបាទឡើងខ្ចីញញបាទ 26.3.1 បាទនេះ version ក្រោយគេណាបងប្អូនបាទហ្នឹងហើយអញ្ចឹងយើងអាចធ្វើការ update បានដោយយើងមិនចាំបាច់មានកុំព្យូទ័រទេហ្នឹងហើយសុវត្ថិភាពទៀតបងប្អូនបាទមិនអស់ឯកសារមិនអស់កម្មវិធីទេហ្នឹងហើយងាយស្រួលមែនតើបាទហើយបើយើងមាន Wi-Fi ប្រើទៀតបាទ update តែមួយផ្លែតហើយបាត់